ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើប្រចាំខែជូនតែមុននឹងនិយាយប្រចាំខែគឺខ្ញុំមកចង់និយាយរឿងមួយសម្រាប់បងប្អូនដែលគាត់ជួយ share វីដេអូអ្នកនរគ្នានឹងបានកាដូពីខ្ញុំទៅព្រោះដោយសារតែមានកូនសិស្សគាត់ឈប់លក់ខោអាវហើយគាត់ឲ្យមកខាងខ្ញុំអញ្ចឹងណាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ជួយ share ម្នាក់5ដង share ចូលគ្រប់ public ក៏បានឬមួយក៏ share ចូល profile ខ្លួនឯង public ក៏បានដែរឲ្យតែបានម្នាក់5ដងខ្ញុំនឹងឲ្យជាកាដូបងប្អូនទាំងគ្នាកៅអៅមកកាផ្លេបងប្អូនអាចពាក់នៅផ្ទះអីធម្មតាបានអញ្ចឹងណាมันស្អាតណាស់ណាទេតែបងប្អូនអាចពាក់នៅផ្ទះអីធម្មតាបានហើយបងប្អូនអាចទទួលតាម JNT ខ្ញុំដាក់អីវ៉ាន់ជូនបងប្អូនអ្នកចេញសេវាខ្លួនឯងអញ្ចឹងណាហើយអញ្ចឹងសូមបងប្អូនជួយ share ម្នាក់5ដងអ្នកនរគ្នានឹងបានសម្លៀកបំពាក់យកទៅប្រើប្រាស់ម្នាក់មកកាផ្លេហើយបើសិនជាអ្នកនរគ្នាដឹងធាតុខ្លួនឯងត្រូវការពណ៌អីទៀតគឺខ្ញុំនឹងព្យាយាមដាក់ទៅតាមពណ៌ដែលបងប្អូនត្រូវការអញ្ចឹងណាអញ្ចឹងថ្ងៃនេះមកនិយាយពីប្រចាំខែបន្តិចសម្រាប់ខែ4គឺចូលនៅក្នុងថ្ងៃទី4ថ្ងៃទី5ខែ4ឆ្នាំ2025ចូលខែរោងពេញលេញហើយមកជាមួយនឹងធាតុមាសលើរោងមានធាតុដីបូកអញ្ចឹងសម្រាប់បងប្អូនដែលគាត់ត្រូវការធាតុមាសជាមួយធាតុដីគឺហេងហើយជាពិសេសអ្នកដែលគាត់មានរកាក្នុងទូរិស័យគឺហេងខ្លាំងបើសិនជាគាត់ត្រូវការធាតុមាសឬមួយក៏ត្រូវការធាតុដីហើយអ្នកដែលគាត់ហេងបន្តទៀតគឺអ្នកដែលគាត់មានជូតជាមួយនឹងវោកក៏ហេងដូចគ្នាដែរហើយឲ្យតែតែថៃយើងត្រូវការធាតុមាសឬមកក៏ត្រូវការធាតុដីទោះបីបងប្អូនអត់មានសัตว์ទាំង3ហ្នឹងក៏បងប្អូនទទួលបានលៀបដូចគ្នាដែរគាត់ថាមិនហេងដប់ចឹងណាហើយសម្រាប់បងប្អូនដែលគាត់មានបញ្ហាឆុងគឺអ្នកដែលមានចរក្នុងទូរិស័យហើយតែថៃយើងអត់ត្រូវការធាតុមាសឬមកក៏អត់ត្រូវការធាតុដីបងប្អូនត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់តែបើសិនជាត្រូវការធាតុមាសនិងត្រូវការធាតុដីអានឹងគឺឆុងហេងវិញយើងមានបញ្ហាហើយយើងទទួលបានលៀបចឹងណាចំពោះទិសអសរគឺអង្គលហើយបងប្អូនទាំងគ្នាខែ3ទិសអសរនៅខាងលិចចំណែកខែ4ទិសអសរនៅខាងត្បូងម្ដងព្រោះដោយសារតែជូតរោងជាមួយនឹងវោកគឺត្រៃភិក្ខីទឹកអញ្ចឹងទឹកទៅឆុងមួយនឹងភ្លើងទៅឆុងមួយត្រៃទិសភ្លើងអញ្ចឹងបានខែរោងអសរនៅខាងត្បូងអញ្ចឹងណាហើយពាក់ព័ន្ធទៅនឹងបងប្អូនដែលគាត់ចង់ប្រើប្រាស់ទិសល្អជាមួយនឹងផ្កាយល្អបងប្អូនអាចស្ដាប់វីដេអូនេះហើយធៀបជាមួយនឹងទូរិស័យខ្លួនឯងជាមួយនឹងធាតុនិងសัตว์ចូលមកអ្នកគ្នានឹងទទួលបានលៀបពីការប្រើប្រាស់ដែលអ្នកគ្នាប្រើប្រាស់ទៅតាមតិថៃខ្លួនឯងត្រូវការប្រើប្រាស់ទៅតាមទិសហេងជាមួយនឹងផ្កាយល្អចូលមកអញ្ចឹងណាអញ្ចឹងប្រចាំឆ្នាំអ្នកគ្នាដឹងហើយថាអសរនៅខាងកើតពេញមួយឆ្នាំកើតត្បូងឈិងកើតជាមួយនឹងជើងឈិងកើតអញ្ចឹងសម្រាប់ប្រចាំខែអសរនៅត្បូងយើងមានន័យថាស៊ីត្បូងឈិងកើតជាមួយនឹងត្បូងឈិងឡាច់ហើយត្បូងចំអញ្ចឹងទិសល្អនៅសល់ខាងជើងជាមួយនឹងខាងលិចបងប្អូនអាចទាញប្រយោជន៍ពីខាងទិសខាងជើងចំទិសខាងលិចជាមួយនឹងទិសខាងជើងឈិងលិចបងប្អូនសិតតែអាចប្រើប្រាស់បានហើយមានន័យថាយើងអាចទៅអង្គុយប្រើប្រាស់ការងារនៅនឹងមួយខែអញ្ចឹងទៅតាមទិសល្អអញ្ចឹងណាហើយធៀបជាមួយនឹងប្រចាំឆ្នាំទិសអសរហ្នឹងបងប្អូនត្រូវដកចេញកុំប្រើប្រាស់ព្រោះវាឈរមួយឆ្នាំពេញហើយកើតត្បូងឈើកើតជាមួយនឹងជើងឈិងកើតអញ្ចឹងណាអញ្ចឹងសម្រាប់ផ្កាយប្រចាំខែគឺលេខ9នៅទីតាំងកណ្ដាលប្រចាំឆ្នាំលេខ2អញ្ចឹងបងប្អូនអាចប្រើប្រាស់ផ្កាយលេខ9បានដែរទីតាំងកណ្ដាលប៉ុន្តែបងប្អូនត្រូវប្រើដោយស្ងប់ស្ងាត់ព្រោះដោយសារលេខ2នៅនឹងមួយឆ្នាំណាហើយផ្កាយលេខ5ចូលហោះចូលខាងជើងលេខ2ហោះចូលខាងលិចលេខ1ហោះចូលខាងជើងឈិងលិចអញ្ចឹងបងប្អូនអាចទាញប្រយោជន៍ពីផ្កាយលេខ1បានដូចគ្នាប៉ុន្តែលេខ3នៅប្រចាំឆ្នាំនៅនឹងដែរអញ្ចឹងបងប្អូនប្រើប្រាស់ដោយស្ងប់ស្ងាត់ដូចគ្នាតែគាត់ថាសិតតែជាទិសល្អដែលបងប្អូនអាចទាញប្រយោជន៍ប្រើប្រាស់បានអញ្ចឹងចេញទៅជួបភ្ញៀវអីចឹងទៅហើយព្យាយាមកុំរង្គោះរង្គើជួសជុលដាំស្វានទិសអសរជាពិសេសប្រចាំខែជាមួយនឹងប្រចាំឆ្នាំបងប្អូនត្រូវកិច្ច
មានការជួសជុលលេខផ្សេងៗបងប្អូនត្រូវមានការប្រុងប្រយ័ត្នចំពោះទិសអសរព្រោះដោយសារតែមានបញ្ហាលឿនជាងគេគឺចំពោះមនុស្សចាស់ជាមួយនឹងកូនក្មេងដែលបងប្អូនត្រូវប្រយ័ត្នអញ្ចឹងណាថ្ងៃនេះមកមានប៉ុណ្ណឹងឯងបងប្អូនទាំងគ្នាសង្ឃឹមថាបងប្អូនទាំងគ្នានឹងទាញបានប្រយោជន៍ពីវីដេអូមួយនេះហើយសម្រាប់បងប្អូនដែលគាត់ស្ដាប់ប្រចាំខែប្រចាំថ្ងៃអត់យល់អាចនឹងមកពីអត់តាន់បានមើលរាសីអញ្ចឹងអត់ដឹងថាធាតុខ្លួនឯងត្រូវការធាតុអីឆុងជាមួយនឹងអីគេខ្លះទេអញ្ចឹងបងប្អូនអាចនឹងស្ដាប់អត់សូវយល់ទេតែបងប្អូនដែលគាត់មើលរាសីមកខ្ញុំហើយគាត់នឹងយល់ថាគាត់ហេងថ្ងៃណាខែណាចូលមកល្អចំពោះគាត់អីចឹងណាអញ្ចឹងបងប្អូនអាចឆាតប្រឹក្សាយោបល់មើលរាសីមួយខ្ញុំមុនសិនបានដើម្បីដឹងពីដំណើរជីវិតខ្លួនឯងជាមួយនឹងប្រើប្រាស់តាក់ទងទៅនឹងប្រចាំថ្ងៃប្រចាំខែដែលចូលមកហើយចំពោះបងប្អូនដែលគាត់មានគោលបំណងក្នុងការរៀបហុងស៊ុយផ្ទះប្រឹក្សាយោបល់តាក់ទងទៅនឹងការធ្វើផ្ទះពីដើមទីរៀបហុងស៊ុយឲ្យត្រូវពីដើមទីហ្នឹងបងប្អូនអាចឆាតមកបានដូចគ្នាដែរជាមួយនឹងរើសវេលាមង្គលផ្សេងដើម្បីធ្វើការងារធំៗអីបងប្អូនអាចឆាតប្រឹក្សាមកខ្ញុំបានអញ្ចឹងណាអរគុណច្រើនបងប្អូនទាំងគ្នាជំរាបលា